That's what we try to explain to our workers. អាយឧត្តមហេសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគូសំនិងពិភាក្សាការងារជាមួយលោកគីវ៉ុនចាងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចុងវុននៅសាធារណរដ្ឋកូរ៉េនាថ្ងៃពុធទី25ខែមីនាឆ្នាំ2026នេះនៅទីស្តីការក្រសួងដើម្បីផ្លាស់ប្ដូរយោបល់លើលទ្ធភាពនៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍជំនាញនិងសមត្ថភាពធនធានមនុស្សតាមរយៈវិស័យ TVET ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកគីវ៉ុនចាងនិងសហការីដោយឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េដែលមានការបដិញ្ញាចិត្តខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពហើយកិច្ចប្រជុំនាពេលនេះគឺជាឱកាសដ៏ល្អមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរជាពិសេសនៅក្នុងវិស័យការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឯកឧត្តមបានលើកឡើងអំពីសារៈសំខាន់នៃកម្មវិធី TVET នៅក្នុងការអភិវឌ្ឍធនធានមនុស្សនិងប្រទេសជាតិជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃដំណាក់កាលដំបូងនៃបដិវត្តឧស្សាហកម្មពឹងផ្អែកទៅលើ TVET ដែលត្រូវការពេលបណ្ដុះបណ្ដាលរយៈពេលខ្លីដើម្បីអាចទទួលបានការងារធ្វើភ្លាមៗសម្រាប់ប្រជាពលរដ្ឋកម្មវិធី TVET នេះសមស្របទៅនឹងតម្រូវការក្នុងប្រទេសកំពុងអភិវឌ្ឍដែលមានប្រជាជនច្រើនកំពុងស្វែងរកការងារនិងចង់ចូលទៅកាន់ទីផ្សារការងារឲ្យបានឆាប់ដើម្បីទទួលបានប្រាក់ចំណូលនិងការលើកកម្ពស់ជីវភាពគ្រួសារជាពិសេសសម្រាប់គ្រួសារក្រីក្រឯកឧត្តមមានប្រសាសន៍បន្តថាប្រព័ន្ធ TVET កម្ពុជាមានចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈរហូតដល់សញ្ញាបត្របច្ចេកទេសនិងវិស្វកម្មអនុវត្តហើយនៅក្នុងអាណត្តិនេះកម្ពុជាកំពុងផ្ដល់អាទិភាពច្រើនលើកម្រិតវិញ្ញាបនបត្រជាជាងថ្នាក់បរិញ្ញាបត្រពីព្រោះកម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រទៅកាន់ទីផ្សារការងារដោយផ្ដល់ជំនាញសមស្របដែលអាចជួយឲ្យពួកគាត់ទទួលបានការងារក្នុងប្រព័ន្ធផ្លូវការដែលអាចផ្ដល់អត្ថប្រយោជន៍ច្រើនលើសពីប្រាក់ឈ្នួលលើសពីនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគយ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈកម្មវិធី TVET នេះដែរដែលផ្ដល់ជំនាញដោយឥតគិតថ្លៃនិងបត់បែនដល់យុវជនព្រមទាំងកម្លាំងពលកម្មស្របតាមតម្រូវការនិងការផ្លាស់ប្ដូរឧស្សាហកម្មទីផ្សារការងារជាការឆ្លើយតបលោកគីវ៉ុនចាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការសិក្សាផ្លាស់ប្ដូរយោបល់ក៏ដូចជាបានបង្ហាញអំពីយុទ្ធសាស្ត្រការងារក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលោកបានលើកឡើងថាលោកមានបទពិសោធន៍ជាច្រើននៅក្នុងវិស័យ TVET តាមរយៈការងារផ្នែកអប់រំនៅក្នុងប្រទេសកូរ៉េនៅអង្គការអន្តរជាតិនិងនៅបរទេសផងដែរហេតុនេះលោកមានការយល់ដឹងយ៉ាងច្បាស់អំពីភាពចាំបាច់នៃ TVET ក្នុងដំណើរការអភិវឌ្ឍប្រទេសហើយលោកក៏ចាប់អារម្មណ៍យ៉ាងខ្លាំងលើតួនាទីរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាពិសេសទាក់ទងទៅនឹងវិស័យ TVET នេះលោកក៏បានឲ្យដឹងដែរថាសាកលវិទ្យាល័យចុងវុនទទួលបានកញ្ចប់អាហារូបករណ៍ពីខួយការផងដែរសម្រាប់ថ្នាក់អនុបណ្ឌិតលើជំនាញអគ្គិសនីនិងអេឡិចត្រូនិកដែលជាឱកាសសម្រាប់បញ្ជូនគ្រូ TVET កម្ពុជាទៅបន្តការសិក្សាតាមរយៈជំនួបដ៏មានសារៈសំខាន់ប្រកបដោយផលិតភាពនិងចក្ខុវិស័យនេះភាគីទាំងពីរសង្ឃឹមថានឹងបង្កើតកិច្ចសហប្រតិបត្តិការដ៏ល្អមួយនាពេលអនាគតដើម្បីរួមគ្នាលើកកម្ពស់កម្មវិធី TVET ជាលក្ខណៈទ្វេភាគីរវាងប្រទេសកូរ៉េនិងកម្ពុជា